សម្រាប់ការវិវត្តនេះបើតាមរបាយការណ៍ផ្អែកទៅលើជំរឿនសេដ្ឋកិច្ចឆ្នាំ2022កម្ពុជាយើងមានសហគ្រាសធុនមីក្រូតូចទៅមធ្យមប្រមាណ 75,000 មូលដ្ឋានសហគ្រាសមីក្រូតូចទៅមធ្យមប្រើប្រាស់កម្លាំងពលកម្មសរុប3លាននាក់ក្នុងនោះស្ត្រីជិត 1.85 លាននាក់ហើយសហគ្រាសធុនមីក្រូតូចមធ្យមរួមចំណែកប្រមាណ 63% នៃផលសសនឹងផ្ដល់ការងារលើសពី 70% ដោយមិនរាប់បញ្ចូលវិស័យកសិកម្មជាក់ស្ដែងចំនួនផលិតផលចុះបញ្ជីតាមរបាយការណ៍ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍យើងមានផលិតផលចំនួន 1336 មុខត្រូវបានចុះបញ្ជីនៅឆ្នាំ2023នៅឆ្នាំ2024ចំនួននោះកើនដល់ 2158 មុខហើយដល់ឡែកនៅឆ្នាំ2026នេះគ្រាន់តែ5ខែដើមឆ្នាំ2026គឺយើងមានរហូតដល់ 2353 មុខបានន័យថាផលិតផលក្នុងស្រុកមានការកើនហើយនេះគឺជាមោទនភាពមួយហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់ឃើញគឺការជំនួសនៅការនាំចូលឲ្យបានច្រើនប៉ុន្តែសេដ្ឋកិច្ចយើងគឺជាសេដ្ឋកិច្ចបើកចំហសេដ្ឋកិច្ចទីផ្សារពាក្យថាចំហយើងក៏ចេញគេក៏ចូលបាទបើចង់ហាមគេមិនឲ្យចូលតើតែគេហាមយើងមិនឲ្យចេញអញ្ចឹងការបង្កើននៅការផលិតខ្លួនឯងដើម្បីដោះស្រាយនេះមិនមែនឈានទៅដល់ការលុបបំបាត់ការនាំចូលទេប៉ុន្តែទិសដៅរបស់យើងគឺជំនួសនៅការនាំចូលទៅតាមលទ្ធភាពដែលអាចធ្វើទៅបានឧទាហរណ៍របស់ហូបមួយប្រភេទឥឡូវយើងនាំចូល 80% ទៅថ្ងៃក្រោយយើងឈានទៅដល់នាំចូលតែ 20% យើងជំនួសទៅដល់ក្នុង 80% បាទអានេះគឺជាការពិតឧទាហរណ៍កៃបុនខ្ញុំទៅជួបជាមួយសមាគមស៊ីម៉ងរោងចក្រផលិតស៊ីម៉ងឥឡូវយើងមួយឆ្នាំយើងអាចធានាផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានយើងផលិតរហូតដល់ 10 លានតោននៅពេលដែលតម្រូវការក្នុងស្រុក 8 លានតោនអញ្ចឹងការនាំចូលគឺកាត់បន្ថយមែនទែនពិតអតិថិជនខ្លះគាត់ចង់បានអាស៊ីម៉ងប្រភេទលើសពីអ្វីដែលយើងផលិតក្នុងស្រុកប៉ុន្តែជាមោទនភាពដែលពីមុនយើងសឹងតែនាំចូល 80% ដែលដំបូងឡើយយើងអាចថាសឹងតែទាំងអស់នោះឥឡូវយើងឈានទៅដល់ការជំនួសនៅការផលិតនេះការនាំចូលនេះដោយសមត្ថភាពខ្លួនឯងនេះគឺជាអ្វីដែលយើងចង់ឃើញនៅផ្នែក SME ដែលជាសិប្បកម្មដែលអាចជំនួសជាពិសេសគ្រឿងផលិតដូចជាគ្រឿងស្បៀងអាហារឬមួយក៏ការគ្រឿងសង្ហារឹមឬមួយក៏គ្រឿងប្រើប្រាស់មួយចំនួនហើយអ្វីដែលឃើញនៅក្នុងការវិវត្តនេះគឺជាមោទនភាពរបស់យើង